เอาchứ vậy chồng sau đấy nè chồng bắt to cu nó mong bay chồng về bà tôi tên này chân này là ní châu đào vẹn chấm nuôi hái bà bàn tay một chấm điệp chun nâu vẹn chấm nuôi xong rồi chấm điệp chun nâu cả thằng này của thằng dài cho dụng mình nâu khang của bụng thom không bà slap mà nè đời xa tay bà đò mà nè nắng quạt chỉ còn chlong phấu nâu mục xa của bụng thom bà đời chlong phấu từ tình mì mà đó từ tua lan nâng máu một grập mong từ đảo lan nâng mồ vì Phnom Penh từ đảo từ hàng từ đây khai ra về hier và bột hỏi lan nâng tàu bát đó ô món nè ô slap phim nông cái này nâng mong tạm đó bà nè tôi tên này chuyên của thằng đại ra cho nâu khang của bùng thom chẳng bàn thà chlong phấu mầm pích nâng nâu mà khang nó đòi về chênh bị khang nóng môi tình mi nâu mà khang tiền nâu phlâu mà khang tiền lòng mó đôi một slap chẳng bà chẳng tuần tâm nâng ca chlong phlâu trâu mưa phên mưa năm tờ lan cái lươn được có dứt mô tô cái lươn được có dứt ná xong rồi mình ca prong bà dàn vì cuộc thân nặng vì cả làng chẳng thấy chỉ còn tết ô là hột mà slap mặt miền bàn tờ pệt nè tết nâu nâng tầm đó nâu lại cả hai tầm đó ô chẳng bạn đi cả lần này của thằng đại cho nó khang của bông thom bạn đang nói bộ đòn mà nè đây chỉ còn chlong phấu slap nên đừng cái này bạn lúc nè ai lên đi dương cái lấy từ mưa chùm núi được bao dương cứ mà sao mình đi dương bạn ở crom càng nghiệp bao dương chưa rư nè ở đây ti to cro nơi ta mà đã khai niên ní một dọc chùm núi nếu giật than đi bao dương cà phê mà sao mình bà mà sao mình dương chùm nuôi được bao dương chạy đó là nè để cây croประมาณ chia 21 គ្រួសារបាទ21 គ្រួសារដែលមកពីបណ្ដាខេត្តផ្សេងខុសៗគ្នាឆ្ងាយបាទអញ្ចឹងជំនួយរបស់យើងដែលបានផ្ដល់មកដល់ស្ថានីយ៍យើងនឹងគឺត្រូវបានបញ្ចប់តែសម្រាប់ចែកនៅស្ថានីយ៍គឺចប់ថ្ងៃហ្នឹងហើយចា៎បាទដោយសារតែជំនួយរបស់យើងមួយផ្នែកនោះគឺសម្រាប់យើងទៅតាមខេត្តទៅដល់កន្លែងផ្ទះរបស់គាត់ប៉ុន្តែជំនួយមួយផ្នែកនេះគឺជំនួយចែកនៅស្ថានីយ៍ប៉ុន្តែឥឡូវជំនួយដែលគេទុកនៅស្ថានីយ៍របស់យើងគឺចប់ថ្ងៃហ្នឹងហើយបាទនៅដែលយើងទៅតាមខេត្តទេបាទអញ្ចឹងឃើញលោកប្រិមិត្តខ្លះគាត់ឃើញអ្នកណាក្រីក្រគាត់ថាទៅស្ថានីយ៍អត់ទេខាងខ្ញុំគឺមានជំនួយរបស់គេបែងចែកជា2ទី1អ្នកមកដល់ស្ថានីយ៍គឺបានកំណត់មកដល់ត្រឹមប៉ុណ្ណឹងគឺអស់ហើយនឹងសម្រាប់ទៅតាមបណ្ដាខេត្តផ្សេងទៀតអាហ្នឹងគឺរឿងគេផ្ដល់មកជំនួយបន្តដើម្បីឲ្យដល់ផ្ទះបាទទោះបីតិចដីច្រើនទេប៉ុន្តែយើងគ្រាន់តែថាចែកឲ្យតែចំគោលដៅតែប៉ុណ្ណឹងមកបាទកុំឲ្យវាខុសបាទឥឡូវនេះអ្នកទាំង21គ្រួសារមានមកពីតកែវមានមកពីកំពង់ចាមមានមកតាំងពីព្រះវិហារបាទមានមកតាំងកំពង់សោមបាទអញ្ចឹងយើងបានផ្ដល់ឲ្យគាត់កាលពីម្សិលមិញហ្នឹងហើយឥឡូវនេះក៏មានជំនួយបន្ថែមទៀតគាត់មកពីក្រៅប្រទេសបាទមកពីក្រៅប្រទេសគឺគាត់មកតាមរយៈបងប្អូនរបស់គាត់គឺគាត់នៅអូស្ត្រាលីបាទគាត់នៅអូស្ត្រាលីគឺលោកថាំងចន្ទធីលោកថាំងចន្ទធីរស់នៅប្រទេសអូស្ត្រាលីឧបត្ថម្ភថវិកាចំនួន$200សហរដ្ឋអាមេរិកបាទអ្នកមីងសេងរតជាអ្នកយកលុយមកដល់កាលពីម្សិលមិញនេះមកដល់ស្ថានីយ៍តែម្ដងបាទអញ្ចឹងអរគុណលោកថាំងចន្ទធីបាទរស់នៅប្រទេសអូស្ត្រាលីដែលបានឧបត្ថម្ភចំនួន$200ខ្ញុំបានទទួលហើយបាទក្រៅពីនេះយើងក៏បានបន្ថែមជំនួយទៅដល់ក្មួយស្រីដែលកម្មការនីកាត់ដេរដែលគាត់ឡានកិនដាច់ដៃនេះចា៎បាទឥឡូវនេះបានជំនួយបន្ថែមទៀតដែលឯកឧត្តមនឹមចន្ទរាបាទឯកឧត្តមនឹមចន្ទរានិងលោកពៅដែលគាត់នៅអនុប្រធាននាយកដ្ឋានកណ្ដាលព្រំប្រទានក្រសួងមហាផ្ទៃបាទឧបត្ថម្ភចំនួន$500សហរដ្ឋអាមេរិក
ទៅដល់ក្មួយស្រីដែលដាច់ដៃកម្មការនីដាច់ដៃដោយសារគ្រោះថ្នាក់ចរាចរណ៍បើអញ្ចឹងថវិកានេះខ្ញុំទទួលបានហើយដើម្បីយកទៅឲ្យក្មួយស្រីនៅមន្ទីរពេទ្យចំនួន$500បន្ថែមទៀតហើយខ្ញុំក៏បន្តទៅយកជំនួយទៅមន្ទីរពេទ្យគុណធបុប្ផាផងដែរបាទក្មួយស្រីបានរៀបរាប់ប្រាប់ខ្ញុំពេលដែលខ្ញុំយកជំនួយទៅដល់នឹងគាត់ថាជីវិតរបស់ក្មួយស្រីហ្នឹងគឺចប់ត្រឹមហ្នឹងហើយគាត់ថាឥឡូវហ្នឹងគាត់អស់ឱកាសដើម្បីធ្វើការនៅតាមរោងចក្រទៀតហើយដោយសារតែគាត់នៅតែដៃម្ខាងអញ្ចឹងគាត់មិនដឹងថាតើត្រូវជំរើសដើម្បីរកការងារអីថ្មីក្រៅពីរោងចក្រនេះពីព្រោះធម្មតានៅតាមរោងចក្រគេត្រូវការអវយវៈគ្រប់គ្រាន់ចាហើយចុះបើក្មួយស្រីបាត់បង់នៅអវយវៈមកខាងទៅហើយតែក្មួយស្រីសង្ឃឹមអីទៀតក្មួយស្រីក៏អំពាវនាវតាមខ្ញុំនឹងថាលោកធីតើអាចអ្នកណាមានគេថាដៃសបនិមិត្តចាតើមានដៃសបនិមិត្តនឹងអាចមកនេះបានអត់ចាខ្ញុំថាមិនដឹងជាយ៉ាងម៉េចទេក្មួយហើយចាំមើលពូសាក់សួរគេមើលបើសិនជាគេមានអីនោះចាំពូប្រាប់បាទអញ្ចឹងតកតងដៃសបនិមិត្តដូចជាទោះបីយ៉ាងណាក៏ពិបាកដែរក្មួយព្រោះឥឡូវក្មួយដាច់ដល់គល់តែម្ដងដល់កលៈហ្នឹងហ្មងកលៈស្មាហ្នឹងតែហ្មងណាបាទនេះពូបានតែត្រឹមថាយកជំនួយឧបត្ថម្ភក្មួយបន្ថែមបន្តបន្ទាប់នៅពេលដែលគេផ្ដល់ឲ្យហ្នឹងក្រៅពីនេះពូអត់មានលទ្ធភាពថាទៅរកគ្រូពេទ្យឬក៏រកក្រុមជំនាញណាដែលគេអាចមានដៃសបនិមិត្តហ្នឹងទេមើលដាច់ដល់ហ្មងដល់តែហ្មងអូយបងហើយបាទប៉ុន្តែអ្វីដែលខ្ញុំកោតសរសើរនោះកោតសរសើរត្រង់ថាអត់ស្លុតចាសរសើរដែរចាដៃដាច់ប៉ុណ្ណឹងហើយឆ្លៀតទៅថតបង្ហោះ Facebook ទៀតចាឲ្យពុកម្ដាយបានដឹងថាកូនដាច់ដៃហើយឆ្លៀតដល់ពេលដែលនៅពេលដែលដាច់ដៃនឹងនៅអង្គុយមើលលេងឡងហើយឃើញអាណាមួយនោះទៅរើសដៃនាងមកខាងទៅដោះជៀនស្រែកឲ្យគេទៀតកុំដោះជៀនខ្ញុំទេជៀនខ្ញុំនេះហើយអាកងដៃនោះឡើយតែមួយស្អីឡើយតែខ្ទប់ឈាមកុំឲ្យឈាមឡើងពេកអាណានោះទៅដោះកងដៃដាច់នោះមកចាហើយពេលលោករទ្ធីសួរហ្នឹងគាត់មានយំទេអត់យំទេអត់យំចឹងបាទអត់យំទេហើយខ្ញុំបញ្ជាក់បន្ថែមតែខ្ញុំថាចុះពេលកិនហ្នឹងដាច់ថ្មិលតែម្ដងមិនអត់ទេនៅស្បែកអូយហើយស្បែកមកទៅខ្ញុំទាញបណ្ដាច់ទៅអូយបាក់ពេកអញថាអូយសាច់អើយអត់ស្លុតតែហ្មងណាបាទគាត់ស្ដាប់ហ្នឹងក៏ហ្នឹងហើយក្មួយស្រីណានេះតិចទៀតអីថ្ងៃសៀលល្ងាចខ្ញុំយកជំនួយដែលរបស់ឯកឧត្តមនឹមចន្ទរានិងលោកពៅដែលលោកមានការអាណិតអាសូរដល់ក្មួយចំពោះការដាច់ដៃវាមើលទៅដូចជារន្ធត់ខ្លាំងពេកបាទហើយក្មួយស្រីនៅលីវទៀតចាស្មានតែមានគូសកលទៅហើយខ្ញុំមិនរវងបាទតាមពិតគាត់នៅលីវបាទព្រោះកូនតាមីងគាត់មាន6នាក់បាទគាត់មាន6នាក់ស្រី4ប្រុស2បាទតែរៀបការនោះ3នាក់ទៅហើយបាទនេះទូទៅនៃជនជំវិញនឹងទុកសោកសង្រេងរបស់ក្មួយស្រីកម្មការនីដែលគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យក្មួយដាច់ដៃកំពុងព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែតបាទឥឡូវនេះដោយសារតែពេលវេលាដល់ទីបញ្ចប់ទៅហើយអញ្ចឹងសួររកនេះមួយសិនបាទអូមានគេសួររកបងប្អូនហ្នឹងសួររកបងប្អូនបាទអញ្ជើញដំណឹងសួររកនេះឪពុកម្ដាយនិងបងប្អូនតែម្ដងគឺនាងខ្ញុំឈ្មោះពូចសេរីសប្តាហ៍ថ្ងៃរស់នៅប្រទេសបារាំងគឺសូមសួររកឪពុកម្ដាយនិងបងប្អូនដែលបានបាត់គ្នាហ្នឹងជានៅចំនួនប៉ុលពតហើយមានឈ្មោះដូចខាងក្រោមនេះគឺឈ្មោះឪពុកហ្នឹងគឺឈ្មោះថាពូចអ៊ុចម្ដាយឈ្មោះថាពូចទៀបបងប្រុសទី1ឈ្មោះថាពូចសាវុនបងប្រុសទី2ឈ្មោះពូចសារិនបងប្រុសទី3ឈ្មោះពូចសៀនហើយសូមបញ្ជាក់ថានាងខ្ញុំពូចសេរីនិងបងទី1មុនចំនួនពលពតរស់នៅម្ដុំទូទំពុងហើយបើបងប្អូនបានឮហើយសូមទំនាក់ទំនងមកលេខទូរស័ព្ទ016 57 22 និង26ចា៎បាទនេះគាត់នឹងជាអ្នករណាគាត់នឹងឈ្មោះពូចទៀបពូចសេរីគាត់នឹងឈ្មោះពូចសេរីគាត់នៅប្រទេសបារាំងណាចាគាត់នឹងនៅប្រទេសបារាំងនេះលោកអ្នកណាគាត់ដែលរូបថតដែលឈរនេះគឺគាត់ជាអ្នករកបងប្អូនគាត់ឈ្មោះពូចសេរីគាត់នៅប្រទេសបារាំង
ហើយគាត់រកបងប្អូនរបស់គាត់ដែលបាត់កាលពីសម័យសង្គ្រាមចាសម័យប៉ុលពតចាបាទអញ្ចឹងគាត់រកបងប្អូនរបស់គាត់មានឈ្មោះដែលបាត់ហ្នឹងមានឈ្មោះអីខ្លះពុយសវុនពុយសរិនពុយសៀនបាទហើយគាត់អត់មានរូបថតទេអញ្ចឹងបើសិនជាបងប្អូនឬក៏បងអីហ្នឹងចាមានទី1ទី2ទី3ហ្នឹងហើយបើសិនជាបងប្អូននេះដែលបានឮឈ្មោះហើយឃើញរូបថតគាត់នេះដែលគាត់កំពុងតែរស់នៅបារាំងហ្នឹងអាចឃើញថានេះជាបងប្អូនរបស់ខ្លួនហើយអាចតាក់ទងមកលេខទូរស័ព្ទ016ហ្នឹងហើយចា57 22 26បាទហ្នឹងហើយរកចុះខេងលោបានជួបគ្នាណាបែកគ្នាយូរហើយមិនដឹងជាស្លាប់ឬក៏រស់ទេផ្សាយហ្នឹងគឺផ្សាយព្រាវដូចជាបងប្អូនម្សិលមិញមកពីកាណាដាអញ្ចឹងបាទគាត់រកបងប្អូនដែរថាមិនដឹងជាស្លាប់នឹងរស់ទេអញ្ចឹងប្រកាសរកព្រាវដែរហ្នឹងណាបាទអរគុណទូទាំងជនឥឡូវនេះពេលវេលាដល់ទីបញ្ចប់ទៅហើយសម្រាប់ពេលវេលានេះម៉ោងនេះខ្ញុំជាមួយនឹងកញ្ញាសុភារួមជាមួយនឹងក្រុមការងារទាំងអស់សូមជម្រាបលាយើងជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទចាសសូមគោរពនឹងជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍លោកអ្នកសាជាថ្មីមកកាន់កម្មវិធីហងមេព័ត៌មានពេលព្រឹកគូទី2បាទសូមស្វាគមន៍ប្រិយមិត្តយើងវិលមកជួបគ្នាគូទី2បាទលោកអ្នកយើងចាប់ពីម៉ោង8នេះទៅយើងនឹងបញ្ចប់នៅម៉ោង10កន្លះចាបាទដោយសារតែយើងមានរឿងគ្រប់រសជាតិដែលត្រូវជម្រាបជូនទូទាំងជនដែលកំពុងតែរងចាំទស្សនានេះបាទរឿងព្រំដែនបន្តិចទៅបាទរឿងសន្តិសុខសង្គមចរាចរណ៍បទល្មើសឆោបោកតិចទៅកង្វល់តិចទៅបាទអញ្ចឹងធ្វើម៉េចឲ្យតែបានច្រើនប៉ុន្តែឲ្យច្រើនហ្នឹងឲ្យរឿងពិតកុំឲ្យច្រើនរឿងភ្លាវបាទថ្ងៃនេះតាំងព្រលឹមតិចតិជុំតាំងព្រឹកភ្លៀងមកតាំងព្រឹកនៅភ្នំពេញហ៎ជាពិសេសនៅស្ថានីយ៍ខ្ញុំហ៎ចាមិនដឹងជានៅតាមខេត្តហ្នឹងមិនដែរបងប្អូនភ្លៀងដែរនៅនោះបាទនៅខ្ញុំកំពុងនៅស្ថានីយ៍នៅខាងក្រៅកំពុងលឹមសិចឡើយជាជុំស្រួលហ៎បាទអញ្ចឹងឥឡូវនេះដើម្បីកំដរបរិយាកាសដែលទូទាំងនៃជនកំពុងតែកាទៀវកាហ្វេបអសបគ្រឿងបាយសាច់ជ្រូកបាយសាច់មាន់បាទនេះនៅមុខគ្រប់មុខហ្មងខ្ញុំក៏មើលឃើញដែរតែគាត់ថាខ្ញុំវាមិនបានចាសូមអញ្ជើញឲ្យខ្ញុំនេះជម្រាបជូននៅព័ត៌មានកំដរដែលលោកអ្នកកំពុងតែអាហារពេលព្រឹកបាទរួមជាមួយនឹងកាហ្វេដោះគោទឹកកកមួយកែវសម្រាប់ដាក់បមួយចានដែរឡើយបាទសូមជម្រាបជូនរឿងខ្លីបន្តិចសិនតាក់ទងអំពីបញ្ហាព្រំដែនព្រឹកនេះក្រសួងការបរទេសកម្ពុជានឹងដឹកនាំក្រុមប្រតិភូមួយក្រុមដែលរបស់ក្រសួងជាមួយនឹងអ្នកសារព័ត៌មានមួយក្រុមទៅដល់ព្រំដែននៅស្រុកមេមត់បាទចំណុចស្រុកមេមត់បាទនេះរូបភាពឯកសារដែលនៅខាងស្វ័យរៀងទេបាទប៉ុន្តែព្រឹកនេះគឺក្រុមការងារអ្នកព័ត៌មានជាមួយនឹងក្រសួងការបរទេសនឹងទៅស្រុកមេមត់បាទដើម្បីទៅយកព័ត៌មាននៅតំបន់នោះថាតើទីនោះយ៉ាងម៉េចដែរបាទអញ្ចឹងយើងរួមគ្នាធ្វើយើងរួមគ្នាគិតដល់ធ្វើយ៉ាងណាយើងមិនមែនទៅបករឿងទេយើងទៅមើលតែកន្លែងរបស់យើងទេបាទអត់មានចង់បានរបស់ពីណាទេបាទអញ្ចឹងចាំមើលថាតើលទ្ធផលដែលយើងទៅទីនោះយ៉ាងម៉េចដែរហើយប្រិមិត្តដែលកំពុងតែអង្គុយរងចាំទស្សនាឯណាក៏កំពុងតែចង់ដឹងចង់ឮចង់ឃើញរឿងពិតវាទៅជាយ៉ាងណានៅពេលអនាគតខាងមុខបាទវាអត់អីទេយើងគ្រាន់តែថាបើឆ្លោះគ្នាឆ្លោះរឿងជជែកគ្នានៅលើតុក៏ប៉ុណ្ណឹងឯងយើងអស់មានពេលវេលាឱកាសហួសពេលដែលត្រូវប្រើប្រាស់ដោយអាវុធសង្គ្រាមដណ្ដើមដីគ្នាគេលែងធ្វើការអញ្ចឹងឥឡូវនោះបាទចឹងចាំមើលបើសិនជាមានអីដែលត្រូវប្លែកពីនឹងទៀតខ្ញុំនឹងជម្រាបជូនបន្តប៉ុន្តែគ្រាន់តែចង់ជម្រាបជូនប្រិមិត្តដែលកំពុងទស្សនានេះថាក្រុមអ្នកសារព័ត៌មានមួយក្រុមទៅជាមួយក្រសួងការបរទេស
ទៅដល់ស្រុកមីមុតដែលមានព្រំប្រទល់កម្ពុជាវៀតណាមនៅតំបន់នោះដែរតែទៀតក៏នឹងត្រូវរតនគិរីហើយក៏នឹងត្រូវបន្ថែមនាំក្រុមអ្នកសារព័ត៌មានទៅបន្ថែមទៀតទាំងសងខាងមកដើម្បីកុំឲ្យថាមកខាងនេះមកខាងនោះខាងវៀតណាមក៏មកខាងកម្ពុជាក៏ទៅបាទជួបគ្នាយើងនិយាយចំណុចកណ្ដាលត្រូវទាំងអស់គ្នាមកបាទកុំឲ្យនិយាយប្រខូចគ្នាទៅវិញទៅមកនិយាយមកត្រង់គ្នាទៅវិញទៅមកបាទតោះឥឡូវបញ្ចប់ព្រំដែនយើងក៏លេខមកមើលរឿងសង្គមឯនេះបាទនៅឯតុលាការបាទនៅឯតុលាការកាលពីម្សិលមិញដូច2ថ្ងៃហើយតុលាការបានបើកសវនាការសកម្មជនគណៈបកសង្គ្រោះជាតិចំនួន11នាក់ដែលពាក់ព័ន្ធជាមួយនឹងដែលចោទប្រកាន់ថាបង្កើតឲ្យមានកុបកម្មកាលពីមានបាតកម្មនៅទីលានប្រជាធិបតេយ្យប៉ុន្តែឥឡូវតុលាការបានសម្រេចបន្តអត់ទាន់ចប់ទៀតព្រោះក្រុមសកម្មជនរបស់គណៈបកសង្គ្រោះជាតិចំនួន11នាក់បានដោះលែងឲ្យនៅក្រៅឃុំប៉ុន្តែគ្រាន់ថាអត់ឲ្យចាក់ចេញទៅក្រៅប្រទេសបាទសហការីមិញរូបមិញនៅតុលាការបាទដល់ពេលឥឡូវនេះសវនាការដែលក្នុងនេះយើងឃើញថាការសម្រេចរបស់តុលាការគឺមិនទាន់បញ្ចប់បាទនេះលោកមេឃសវណ្ណរាដែលលោកកន្លងប្រហែលថ្ងៃប្រហែលខែមុននេះគឺមានគ្រោះថ្នាក់ចរាចរណ៍ចា៎បាទគ្រោះថ្នាក់ចរាចរណ៍នៅឯខាងផ្លូវទៅប៉ោយប៉ែតបាទហើយនេះក្រុមផ្សេងទៀតដែលត្រូវបានតុលាការអញ្ជើញទៅសវនាការអញ្ចឹងការពីព្រឹកថ្ងៃច័ន្ទម្សិលមិញនេះសាលាដំបងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងហិង្សានៅចំណុចទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី15ខែកក្កដា2014កន្លងទៅដោយហិង្សានៅថ្ងៃទី15ខែកក្កដាបានមានបណ្ដាលឲ្យសន្តិសុខខណ្ឌដូនពេញចំនួន39នាក់បានរងរបួសដែលករណីនេះមានជាប់ពាក់ព័ន្ធមានលោកមេឃសវណ្ណរាសកម្មជនបកសង្គ្រោះជាតិប្រមាណជា10នាក់ផ្សេងទៀតបានន័យថាសរុបទាំងអស់11នាក់សវនកម្មបានធ្វើឡើងបន្ទាប់ពីដើមចោតសន្តិសុខខណ្ឌដូនពេញទាំង39នាក់នេះតាមរយៈមេធាវីរបស់ខ្លួនបានប្តឹងទាមទារសំណងជំងឺចិត្តចន្លោះពី$5,000ទៅ$10,000ក្នុងម្នាក់ពាក់ព័ន្ធនឹងអំពើហិង្សានៅចំណុចទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី15ខែកក្កដា2014កន្លងទៅលោកជេងពេញហាប់មេធាវីដើមចោតបានឲ្យដឹងថាសវនកម្មនៅថ្ងៃច័ន្ទម្សិលមិញនេះបានធ្វើឡើងក្រោមបទចោទដឹកនាំកុបកម្មនិងអំពើចូលរួមក្នុងអំពើកុបកម្មដោយឡែកលោកដួងជំងីមេធាវីការពារក្តីចុងជាប់ចោទបញ្ជាក់ថាសវនកម្មនៅថ្ងៃច័ន្ទម្សិលមិញនេះមិនទាន់មានលទ្ធផលនៅឡើយទេពលគឺសវនកម្មនឹងបន្តធ្វើជារៀងរាល់ថ្ងៃរហូតដល់មានលទ្ធផលចុងក្រោយប៉ុន្តែកូនក្តីចំនួន11នាក់របស់លោករួមនឹងលោកមេឃវណ្ណរានោះផងមិនមានសិទ្ធិចេញទៅក្រៅប្រទេសបាននោះទេគឺពួកគេស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការចំពោះសំណងទាមទាររហូតដល់ពី$5,000ទៅ$10,000លោកមេធាវីការពារជនដែលត្រូវបានចោទចាត់ទុកថាជាសិទ្ធិរបស់ដើមចោទតែលោកអះអាងថារហូតមកដល់នៅពេលនេះគេនៅមិនទាន់រកឃើញថាកូនក្តីរបស់លោកទាំង11នាក់នោះប្រើអំពើហិង្សាផ្ទាល់ក្នុងទៅលើក្រុមសន្តិសុខនោះដែរទេបាទបើតាមលោកមេធាវីរបស់ចុងចម្លើយឯនេះវិញបានបញ្ជាក់ថាការចូលរួមធ្វើសវនកម្មកាលពីម្សិលមិញនេះគឺដោយសារតែតុលាការបានយកបណ្ដឹងរបស់ចុងដើមចោទរបស់ខណ្ឌដូនពេញដែលចំនួន39នាក់ដែលចោទប្រកាន់ថាសកម្មជនទាំង11នាក់ជាអ្នកដើមចំនាំឲ្យមានអំពើហិង្សា
សូមបញ្ជាក់ដែរថាអំពើហិង្សាមួយដែលបានកើតឡើងរវាងក្រុមសន្តិសុខខណ្ឌដូនពេញជាមួយនឹងសកម្មជនគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី15ខែកក្កដាកន្លងទៅ2014កន្លងទៅគឺដឹកនាំដោយតំណាងរាស្ត្រមួយចំនួននិងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនទៀតរួមទាំងលោកមេសវណ្ណរាផងនិងក្រុមយុវជនរបស់គណបក្សសង្គ្រោះជាតិមួយចំនួនថែដែលត្រូវបានតុលាការបានចោទប្រកាន់ប៉ុន្តែភាគីខាងយុវជនសង្គ្រោះជាតិឯនោះវិញបានលើកឡើងថាខ្លួនមិនបានប្រព្រឹត្តអំពើហិង្សាទេប៉ុន្តែការតវ៉ាតាមបែបប្រជាធិបតេយ្យហើយគ្រាន់តែបញ្ចេញមតិរបស់ខ្លួនតែប៉ុណ្ណោះបាទនេះទូទាំងនិជនជុំវិញនឹងពីររឿងកុបកម្មដោយការកើតឡើងអំពើកុបកម្មដែលកើតឡើងបណ្ដាលឲ្យមានអ្នករងរបួសចំនួន39នាក់ដែលត្រូវបានខាងសន្តិសុខខណ្ឌដូនពេញហ្នឹងបានប្តឹងបាទប៉ុន្តែឥឡូវនេះបន្តបើកសវនាការមិនទាន់ដឹងយ៉ាងណាយ៉ាងណីនៅឡើយទេជុំវិញនឹងរឿងទាំងអស់នេះបាទសូមបញ្ចប់ប៉ុណ្ណឹងហើយកលេចមកមើលរឿងមួយទៀតបាទរឿងមួយទៀតនេះគឺព្រឹកមិញនេះនៅខាងសង្កាត់ភ្នំពេញថ្មីបាទសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខបាទមានរឿងចម្លែកចេះមួយទូទាំងនេះជនរឿងពិធីភ្ជាប់ពាក្យទេបាទរឿងពិធីភ្ជាប់ពាក្យទេប៉ុន្តែនៅពេលដែលភ្ញៀវទៅភ្ជាប់ពាក្យនៅគេហដ្ឋានរបស់ខាងស្រីបែរជាកូនរបស់ម្ចាស់ផ្ទះនោះទាំង3នាក់បានបិទទ្វារមិនឲ្យភ្ញៀវចូលផ្ទះដើម្បីភ្ជាប់ពាក្យនេះទៅអញ្ចឹងដែរបាទម្ដាយឪពុកយល់ព្រមកូនកំមុំយល់ព្រមតាមម្ដាយដើម្បីភ្ជាប់ពាក្យថ្ងៃហ្នឹងនេះពិធីភ្ជាប់ពាក្យហ្នឹងគឺនៅក្នុងក្រុម4វិឡាលេខ127ភូមិបយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខហើយនេះពិធីបបរពេលព្រឹកហ្នឹងគឺដោយសារផ្ទះនោះចូលអត់កើតគេទៅចូលដល់ផ្ទះចិត្តខាងនោះចាបាទចិត្តកន្លែងផ្ទះជាប់ពាក្យហ្នឹងប៉ុន្តែឥឡូវហ្នឹងពងចម្រងចម្រាស់គ្នាពីព្រោះលោកចៅសង្កាត់ក៏បានដឹងឮបាទហើយអាជ្ញាធរនៅមូលដ្ឋានហ្នឹងគេទៅទៀតទៅភ្ជាប់ពាក្យហ្នឹងប៉ុន្តែទៅមិនបើកូន3នាក់នោះកូន3នាក់ហ្នឹងគឺណែនេះលិខិតរបស់ចៅសង្កាត់ដែលដឹងឮថាភ្ជាប់ពាក្យនេះពីអ្នកហ្នឹងប៉ុន្តែដឹងឮក៏ដឹងឮទៅប៉ុន្តែអាកូនរបស់ម្ចាស់ផ្ទះនេះកូនរបស់ម្ដាយកូនកំមុំគាត់អត់ព្រមព្រោះក្នុងចំណោមកូនទាំង3នាក់ដែលចាក់សោមិនឲ្យភ្ញៀវចូលទៅភ្ជាប់ពាក្យហ្នឹងគឺកូនប្តីមុន2កូន3ក្រោយហ្នឹង1ចាបាទទាំង3នាក់ហ្នឹងចាក់សោជាប់ឥឡូវពងទៅជែកគ្នាខ្ញុំពងនិយាយនេះពងឲ្យជែកគ្នាតែមិនដឹងជាដោះស្រាយយ៉ាងម៉េចហើយចាំតិចទៀតចាំបន្តភាគបន្តព្រោះឥឡូវម៉ោងពេលព្រឹកនេះព្រលឹមឡើងសូមយករឿងនឹងមកនិយាយមុនទៅពីព្រោះវារឿងដូចជាចម្លែកបាទដល់ថ្ងៃភ្ជាប់ពាក្យបែរជាកូនចាក់សោមិនឲ្យភ្ញៀវចូលភ្ជាប់ពាក្យចំណែកឯកូនកំមុំព្រលឹមឡើងនឹងគាត់ប្រញាប់ទៅធ្វើមុខធ្វើមាត់ចានៅខាងក្រៅហ្នឹងហើយទៅកន្លែងសំអាងការចាដល់ពេលទៅនៅចាក់សោចូលលែងចូលបានឥឡូវធ្វើមុខហើយប៉ុន្តែគាត់ចូលផ្ទះវាអត់បានទៅអញ្ចឹងណាវាមានរឿងចម្លែកអញ្ចឹងដែរណាបាទប៉ុន្តែមិនដឹងជាមូលហេតុអីបានជាកូនទាំង3នាក់ហ្នឹងបានជាជំទាស់ជាមួយនឹងម្ដាយក្នុងការភ្ជាប់ពាក្យឬមួយក៏កូនកំឡោះនោះវាអត់ត្រូវជាមួយកូនបងប្អូនខាងកូនកំមុំក៏តែអត់ដឹងពីមូលហេតុចាំមើលសំខាន់សិនបាទចាំមើលតិចទៀតមើលចាហើយលើឥឡូវចាក់សោវិញហើយអាជ្ញាធរហៅគាត់3នាក់ហ្នឹងមកសួរហេតុអីបានជាមិនឲ្យគេចូលភ្ជាប់ពាក្យម្ដាយយល់ព្រមកូនកំមុំយល់ព្រមអត់តែយើង3នាក់ហ្នឹងមូលហេតុអីចាបាទតោះឥឡូវយើងចាំតិចទៀតសូមបន្តភាគចាំមើលតើបើកទ្វារហើយនៅចាបាទតោះឥឡូវយើងទៅរឿងយើងសិនបាទឥឡូវយើងទៅរឿងយើងសិនបាទយើងយករឿងអីទៅចារឿងជាដំបូងនេះគឺពាក់ព័ន្ធនឹងករណីស្រវឹងស្រាវិញម្ដងគឺបរិសម្នាក់គឺស្រវឹងស្រាហើយខឹងស៊ីក្លូជីបុកជើងគឺចុះពីលើម៉ូតូហ្នឹងគឺបង្កអំពើហិង្សាតែម្ដងបរិសម្នាក់គឺស្រវឹងស្រាបានស្រែកឡូឡានឹងដេញវាយអ្នកធាក់ស៊ីក្លូរត់ពេញផ្លូវធ្វើឲ្យអ្នកធាក់ស៊ីក្លូទុកស៊ីក្លូចោល
បន្ទាប់ពីធ្លាក់ចាបន្ទាប់ពីធាក់ស៊ីក្លូទៅបុកបរោះរូបនោះឲ្យរយៈជើងឈាមហូរកក្លាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 9:10 នាទីយប់ថ្ងៃទី 20 ខែកក្កដាត្រង់ចំណុចកែងវត្តមហាមន្ត្រីតាមបណ្ដោយផ្លូវលេខ 284 កែងនឹងផ្លូវ 163 ស្ថិតនៅក្នុងសង្កាត់អូឡ িম্প ិកខណ្ឌចំការមុនតាមការរៀបរាប់ពីបរោះស្រវឹងស្រាដែលត្រូវស៊ីក្លូបុកនោះគឺបានឲ្យដឹងថារូគេគឺមានឈ្មោះថាចောက်មនីភេទប្រុសអាយុ42ឆ្នាំមុខរបរជាសន្តិសុខផ្សារអូឡ িম্প ិកហើយមានទីលំនៅនៅក្រុងតាខ្មៅខេត្តកណ្ដាលហើយមុនពេលកើតហេតុគឺរូគេក៏បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ពណ៌ខ្មៅសេរីឆ្នាំ 2005 ចេញពីផឹកស៊ីនៅបរិយាកាសត្រឡប់ទៅផ្ទះវិញនៅក្រុងតាខ្មៅហើយពេលជិះតាមបណ្ដោយផ្លូវលេខ 163 ទិសដៅពីជើងទៅត្បូងមកដល់ត្រង់កែងវត្តមហាមន្ត្រីក៏មានស៊ីក្លូមួយគ្រឿងជិះតាមផ្លូវលេខ 284 ទិសដៅពីលេខតកើតបានបុកគាត់ចំពាក់កណ្ដាលម៉ូតូបណ្ដាលឲ្យគាត់រយះជើងឈាមហូរកក្លាក់សាក់សៃដែលបានឃើញហេតុការណ៍ក៏បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញស៊ីក្លូគឺជិះតាមផ្លូវលេខ 284 បំរុងបាត់ឆ្វេងតែដោយសារតែត្រង់ចំណុចនោះគឺមានរថយន្តច្រើនពេកទៅធ្វើឲ្យស៊ីក្លូកិច្ចរថយន្តនឹងជ្រុលទៅបុកចំម៉ូតូតែម្ដងបាទតោះចាបន្តចូលមួយករណីទៀតគឺស្រវឹងស្រាមួយករណីទៀតនេះគឺស្រវឹងស្រាជិះម៉ូតូទៅបុករថយន្តបាត់ត្រឡប់ក្រោយគឺសងចំនួន$50រថយន្ត Vigo បាត់ត្រឡប់ក្រោយឆ្លងផ្លូវក៏ត្រូវម៉ូតូបើកបរទាំងស្រវឹងបុករថយន្តបណ្ដាលឲ្យដួលរងរបួសស្រាលហើយគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង 7:45 នាទីយប់ថ្ងៃទី 20 ខែកក្កដាតាមផ្លូវជាតិលេខ 1 នៅមុខសាលាចក្ររេលើខណ្ឌមានជ័យប្រភពព័ត៌មានបានឲ្យដឹងថារថយន្ត Vigo ពណ៌ទឹកប្រាក់បើកបរតាមផ្លូវជាតិលេខ 1 ទិសដៅពីជើងទៅត្បូងហើយចំណែកម៉ូតូ Honda Dream ពណ៌ខ្មៅជិះពីត្បូងទៅជើងមកដល់ចំណុចខាងលើរថយន្តបាត់ឆ្វេងបាត់ឆ្វេងត្រឡប់ក្រោយក៏ធ្វើឲ្យអ្នកបើកម៉ូតូបើកបរទាំងស្រវឹងស្រាហើយជិះលឿនចាប់ប្រាំមិនទាន់ក៏ជ្រុលទៅបុករថយន្តបណ្ដាលឲ្យដួលរងរបួសស្រាលចំណែករថយន្តក្រពិតទ្វារមុខចំហៀងខាងស្ដាំហើយក្រោយពេលកើតហេតុភាគីទាំងពីរគឺធ្វើការចរចាគ្នាដោយសារតែខាងរថយន្តជាអ្នកបាត់ត្រឡប់ក្រោយជាអ្នកខុសប៉ុន្តែអ្នកបើកបរទាំងស្រវឹងគឺជិះលឿនពេកទៅបុករថយន្តបានសងរថយន្តចំនួន$50ដើម្បីបញ្ចប់រឿងតែម្ដងចាំបន្តមួយករណីទៀតនេះគឺស្ត្រីគឺបើកបររថយន្តទៅបុកក្មេងស្រីអាយុ4ឆ្នាំរងរបួសធ្ងន់ផ្លូវតូចចង្អៀតហើយមានរថយន្តដឹកទំនិញចតត្រៀបត្រាតាមផ្លូវក៏ធ្វើឲ្យស្ត្រីម្នាក់កំពុងតែបើកបររថយន្តមើលអត់ឃើញក្មេងស្រីអាយុ4ឆ្នាំរត់ឆ្លងផ្លូវក៏បុកបណ្ដាលឲ្យរងរបួសធ្ងន់កើតឡើងកាលពីវេលាម៉ោង 5:20 នាទីល្ងាចថ្ងៃទី 20 ខែកក្កដាតាមផ្លូវលេខ 296 ក្រុម 8 ភូមិ 2 សង្កាត់ទួលស្វាយព្រៃ 2 ខណ្ឌចំការមុនប្រពន្ធព័ត៌មានបានឲ្យដឹងថារថយន្ត Highlander ពណ៌ទឹកប្រាក់បើកបរដោយស្ត្រីវ័យ40ឆ្នាំម្នាក់បើកបរតាមផ្លូវលេខ 296 ពីកើតទៅលិចហើយមកដល់មុខផ្ទះលេខ 5C0 ដោយផ្លូវមានសភាពតូចចង្អៀតហើយមានរថយន្តដឹកទំនិញចតនៅសងខាងចិញ្ចើមផ្លូវព្រោះទីតាំងខាងលើគឺសុទ្ធសឹងតែជាឃ្លាំងស្តុកទំនិញហើយគណៈដែលក្មេងស្រីអាយុ4ឆ្នាំរត់ឆ្លងផ្លូវចេញពីផ្ទះក៏ត្រូវរថយន្តបុកដួលសន្លប់ហើយភ្លាមៗនោះគឺសាច់ញាតិរបស់ក្មេងស្រីរងគ្រោះគឺបានដឹកទៅកាន់មន្ទីរពេទ្យគុណធបុប្ផាចំណែករថយន្តបង្កគឺយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមុនរងចាំធ្វើការដោះស្រាយទៅតាមនីតិវិធីចាំបញ្ចប់មួយករណីនេះគឺបន្តចូលករណីជាបន្តទៀតគឺរថយន្តព្រុសគឺបុករមាក់ម៉ូតូក្រឡាប់សង្កត់រងរបួសជើងបរិមម្នាក់គឺជាអ្នកបើកបររមាក់ម៉ូតូម្នាក់គឺត្រូវរថយន្តមួយគ្រឿងបានបុកចំហៀងរមាក់ខាងស្ដាំបណ្ដាលឲ្យរមាក់ម៉ូតូក្រឡាប់សង្កត់លើជើងខាងស្ដាំដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 9:30 នាទីយប់ថ្ងៃទី 20 ខែកក្កដាគឺតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវ 221 ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ 2 ខណ្ឌទួលគោកប្រពន្ធព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុបរិរងគ្រោះគឺមានឈ្មោះថាទឹកសុធុនហៅបងញ៉ាញ់អាយុ34ឆ្នាំមុខរបររត់រមាក់ម៉ូតូគឺស្នាក់នៅក្នុងផ្ទះជួលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោកគឺមានស្រុកកំណើតនៅក្នុងភូមិទួលពង្រោឃុំស៊ីតស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលចាបើកបររមាក់ទិសដៅពីលិចទៅកើតទើបនឹងមកពីទិញមីកំប៉ុងរីឯរថយន្តបង្កម៉ាក់ព្រុសពណ៌ទឹកប្រាក់បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនជិះឆ្លងផ្លូវទៅបុករមាក់ម៉ូតូចំហៀងខាងស្ដាំបណ្ដាលឲ្យរមាក់ម៉ូតូក្រឡាប់មកខាងឆ្វេងសង្កត់ស្មងជើងខាងស្ដាំបណ្ដាលឲ្យហើមហើយរីឯរថយន្តបង្កគឺបានរត់ទៅទិសខាងត្បូងបាត់ស្រមោលហើយក្រោយពេលកាត់ហេតុគឺជនរងគ្រោះគឺបានយករមាក់ម៉ូតូទៅផ្ទះរបស់ខ្លួនបាត់ទៅដោយគ្មាននរណាខាត់រថយន្តបង្កបាននោះទេចាវាម៉េចនេះចាហ៎វាម៉េចជុំបុកគាត់កលាប់មិញហ្នឹងហ៎ចារថយន្តព្រុសបុករមាក់ម៉ូតូរបស់គាត់កលាប់សង្កត់ចំជើងរបស់គាត់ចាប៉ុន្តែគាត់មិញនារីម្នាក់គាត់នៅលើរមាក់ម៉ូតូហ្នឹងឬយ៉ាងម៉េចបានគាត់មិញកញ្ញាត់កញ្ញាំងដោលឡងលួនមិញចាគាត់នៅលើលំអហ្នឹងចាគាត់ភ័យវិញចាលំអនេះកលាប់ចាទៅបុកចំលំអហ្នឹងត្រូវជើងចាចឹងបានខ្ញុំឃើញនាងមិញគាត់ដោលទៅឡងយំផងអីផងមិញ
បាទនេះគាត់ទៅហើយស្លៀកខ្លីផងបាទទៅបាទអ្នកក៏ខ្វេនៅខំរំលឹងមើលរៀងព្រិលហើយតែបានឃើញខ្លីក៏ខ្វេនឹងលេងផ្អែមបាត់លវីងបាត់ចាបន្តចូលមួយករណីទៀតគឺបាត់កូនប្រុសរយៈពេល10ថ្ងៃហើយម្ដាយបានត្រឹមតែកាន់រូបថតទៅប្តឹងនឹងសមត្ថកិច្ចស្ត្រីកាន់រូបថតកូនប្រុសមួយសន្លឹកគឺបាត់រយៈពេល10ថ្ងៃហើយគ្មានដំណឹងទៅប្តឹងអាជ្ញាធរនិងនគរបាលប៉ុស្តិ៍ចំចៅកាលពីវេលាម៉ោង4 រសៀលថ្ងៃទី20 ខែកក្កដាក្មេងប្រុសដែលចេញពីផ្ទះបាត់ដំណឹងគឺមានឈ្មោះថាសិទ្ធសុភ័ក្រអាយុ15ឆ្នាំជាសិស្សសាលាហើយមានឪពុកឈ្មោះសិទ្ធសម្បត្តិអាយុ43ឆ្នាំជាមន្ត្រីយោធានិងម្ដាយឈ្មោះហងច័ន្ទសូនអាយុ40ឆ្នាំជាមេផ្ទះហើយមានបងប្អូននោះគឺចំនួន3នាក់ប្រុស2នាក់ស្រី1នាក់ហើយក្មេងដែលបាត់នោះគឺជាកូនទី2រស់នៅក្នុងភូមិចំចៅសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យតាមសម្ដីស្ត្រីជាម្ដាយក៏បានឲ្យដឹងថាកូនប្រុសរបស់គាត់គឺបានចេញពីផ្ទះកាលពីវេលាម៉ោង8 ព្រឹកថ្ងៃទី10 ខែកក្កដាហើយមុននឹងចេញទៅនឹងគឺកូនប្រុសរបស់គាត់គ្រាន់តែប្រាប់ថាមានការចេញទៅក្រៅមួយផ្លែតថាហើយក៏យកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅពាក់ស្លាលេខភ្នំពេញ 1DC 1355ជិះចេញទៅបាត់ជាច្រើនម៉ោងចាំបាត់ហើយគ្មានដំណឹងហើយមិនឃើញវិលមកវិញក៏ក្រុមគ្រួសារនាំគ្នាដើរស្វែងរកសាលារៀនក៏មិនឃើញកន្លែងដែលកូនធ្លាប់ទៅនឹងក៏មិនឃើញកន្លែងលេងបាល់ក៏អត់ឃើញទៀតរហូតដល់រយៈពេល10ថ្ងៃនៅតែគ្មានដំណឹងឈឹងមិនដឹងថាទៅទីណានោះទេខ្លាចក្រែងរងគ្រោះដោយសារតែរបស់ទ្រព្យជាប់នឹងខ្លួនដូចជាម៉ូតូជាដើមរហូតមកដល់រសៀលថ្ងៃទី20 ខែកក្កដានេះគឺទើបសម្រេចចិត្តទៅប្តឹងអាជ្ញាធរសង្កាត់ចំចៅនិងនគរបាលប៉ុស្តិ៍ចំចៅខណ្ឌពោធិ៍សែនជ័យឲ្យជួយស្រាវជ្រាវរកបន្តវាអត់ទៅណាទេវាតាមមិត្តភ័ក្តិវាហ្នឹងបាទជិះម៉ូតូសបាយទៅភ្លើនទៅកូនណាមកវិញឯម៉ែរកឈ្មោះអីមិញនៅណានៅចានៅណាសុំសិនបាទនៅខណ្ឌពោធិ៍សែនជ័យចាខណ្ឌពោធិ៍សែនជ័យបាទចំចៅនេះចាឥឡូវបន្តចូលមួយករណីបញ្ចប់មួយករណីនោះគឺបន្តចូលមួយករណីបន្តទៀតគឺជនសង្ស័យម្នាក់គឺខ្ចីទូរស័ព្ទសិស្សសាលារៀនគួរជ័យថាវីហើយត្រូវប្រជាប្រដ្ឋហ្នឹងចាប់ឲ្យសមត្ថកិច្ចជនសង្ស័យទូរស័ព្ទគួរថាវីមិនជនសង្ស័យហ្នឹងគឺខ្ចីមិត្តភ័ក្តិខ្ចីទូរស័ព្ទមិត្តភ័ក្តិដើម្បីសាលាគួរថាវីអីចាសាលារៀនគួរជ័យថាវីបាទចាជនសង្ស័យម្នាក់គឺបានបន្លំខ្លួនទៅរៀនគួរនៅសាលាជ័យថាវីហើយបន្លំខ្ចីទូរស័ព្ទដៃម៉ាក iPhone 5 ពីសិស្សសាលារៀនគួរជាមួយនឹងគ្នាហើយកិច្ចខ្លួនបាត់ប្រមាណជាង15នាទីក៏ត្រូវបានប្រជាប្រដ្ឋឃាត់ខ្លួនប្រកល់ឲ្យប៉វីលវងដែលហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង 1:20 នាទីរសៀលថ្ងៃទី20 ខែកក្កដាស្ថិតនៅចំណុចសាលារៀនគួរជ័យថាវីស្ថិតនៅក្នុងសង្កាត់វាលវងខណ្ឌ7 មករាជនសង្ស័យដែលបន្លំខ្ចីទូរស័ព្ទគឺមានឈ្មោះថារឿនរ៉ាភេទប្រុសអាយុ17ឆ្នាំស្នាក់នៅផ្ទះគ្មានលេខផ្លូវលំសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យគឺមានមុខរបរជាសិស្សថ្នាក់ទី 12A សាលាវិទ្យាល័យសន្ធមុខចំណែកឯជនរងគ្រោះគឺមានឈ្មោះថាសុកម៉ានិតភេទប្រុសអាយុ18ឆ្នាំស្នាក់នៅម្ដុំសង្កាត់ទួលសង្កែខេត្តសីកែវយាយចេះហៅនេះជាជនឆោបោកមួយទៀតជាម្ចាស់ទូរស័ព្ទបាទនិយាយម្ចាស់ទូរស័ព្ទដែលត្រូវចាញ់បោកគេណាចាបាទជិះជនរងគ្រោះហ្នឹងវាឃើញវាទៅជាអ្នកដែលរងរបួសណាឥឡូវចឹងកុំឲ្យច្រឡំឃើញអ្នកស្ដាប់ទៅគាត់ច្រឡំបាទម្ចាស់ទូរស័ព្ទណាអានេះអ្នកបោកគេណាចាបាច់ថាជនសង្ស័យអ្នកបោកគេកុំឲ្យប្រិមិត្តទៅបើជាក់ស្ដែងយកទូរស័ព្ទគេប៉ុណ្ណឹងហើយទៅនិយាយសង្ស័យអីទេលោកទេឥឡូវខ្ញុំនិយាយឲ្យចំហ្មងអ្នកបោកទូរស័ព្ទគេបាទថាបាននេះហេតុអីបានទៅថាបោកវាខ្ចីដល់ខ្ចីគេមួយផ្លែតដល់អញ្ចឹងយកទៅតែម្ដងទៅដល់ពេលយកទៅម្ដងដល់អញ្ចឹងខាងអ្នកម្ចាស់ទូរស័ព្ទនោះគាត់ដឹងតាន់ក៏ប្តឹងសមត្ថកិច្ចទៅចាប់បានអញ្ចឹងហ៎ចាប់បាននៅសាលាហ្នឹងឬចាប់បានក្រៅសាលានៅក្រៅសាលាមករៀនហ្នឹងចាខាងមុខសាលាហ្នឹងចាប់បានក្រៅសាលាចាតោះប៉ុណ្ណឹងក៏បានហើយបាច់វែងឆ្ងាយទេណាបោកទៅខ្ចីទូរស័ព្ទឲ្យរបៀបបោកចាចូលរឿងបន្តទៀតគឺចុះបិទអាជីវកម្មស្លដែកនៅសង្កាត់ភ្នំពេញថ្មីសិប្បកម្មស្លដែកខ្នាតធំមួយកន្លែងគឺដែលស្ថិតនៅក្នុងក្រុម5ចាស់ក្រុម15ភូមិគោកឃ្លៀងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខក៏ត្រូវបានសាលាខណ្ឌភ្នំពេញត្រូវបានសាលាខណ្ឌសែនសុខគឺចុះបិទអាជីវកម្មបណ្ដោះអាសន្នកាលពីម៉ោង 3:30 នាទីរសៀលថ្ងៃទី20 ខែកក្កដាក្រោយពីមានប្រជាប្រដ្ឋលើកឡើងពីផលប៉ះពាល់ជាច្រើននៅក្នុងវេទិកាសាធារណៈនាពេលកន្លងមកលោកលីសាវ៉េតអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខគឺបានបញ្ជាឲ្យលោកធាសាវុធប្រធានការិយាល័យអន្តរវិស័យគឺ
បានចុះមកទីតាំងសិប្បកម្មស្លដៃខាងលើដើម្បីធ្វើការផ្អាកបណ្ដោះអាសន្នពេលដែលចុះមកដល់ទីតាំងខាងលើគឺក្រុមការងារឃើញថាខាងសិប្បកម្មពុំបានអនុវត្តតាមលិខិតជូនដំណឹងលេខ081សចនដែលចុះកាលពីថ្ងៃទី3ខែកក្កដារបស់សាលាខណ្ឌសែនសុខឲ្យផ្អាកការធ្វើអាជីវកម្មស្លដែកនិងតម្រូវឲ្យរកទីតាំងថ្មីដែលមិនប៉ះពាល់អ្នកជិតខាងប្រជាប្រដ្ឋដែលរស់នៅជុំវិញសិប្បកម្មខាងលើគឺបានលើកឡើងថាពួកគាត់សប្តាហ៍ថ្ងៃគឺរស់ប្រឈមនឹងផលលំបាកធ្ងន់ធ្ងរដែលរងឥទ្ធិពលអាក្រក់ពីសិប្បកម្មនោះហើយពីមួយថ្ងៃទៅមួយថ្ងៃកំទេចខ្ជួងនិងផ្សែងដែលហុយចេញពីសិប្បកម្មនោះគឺបានហោះចេញមកពេញបន្ទប់អាហារបន្ទប់គេងនិងពេញបរិវេណផ្ទះតែម្ដងហើយទោះបីជាពួកគាត់ខំបិទបាំងយ៉ាងណាក៏ទប់មិនឈ្នះដែលនាំឲ្យក្មេងៗនិងមនុស្សចាស់សប្តាហ៍ថ្ងៃគឺកើតជំងឺសួតនិងជំងឺផ្សេងៗទៀតហើយពួកគាត់បានបន្តទៀតថានៅពេលយប់សិប្បកម្មនេះក៏នៅតែបន្តសកម្មភាពដោយពេលថ្ងៃដែរគឺមានសម្លេងរំខានរោគសម្រាប់មិនបានហើយឆ្លើយតបនឹងបញ្ហានេះគឺលោកលីសាវ៉េតអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខគឺបានកោះហៅម្ចាស់អាជីវកម្មខាងលើមកចូលខ្លួនដោះស្រាយចំនួន2ដែរចំនួន2ដងដែរតែម្ចាស់អាជីវកម្មលើកទី1គឺមិនបានចូលខ្លួនមកទេហើយលើកទី2គ្រាន់តែឲ្យតំណាងចូលមកស្ដាប់ដូច្នេះហើយលោកក៏បានធ្វើរបាយការណ៍ទៅសាលារាជធានីដើម្បីចុះផ្អាកអាជីវកម្មមួយកន្លែងនេះហើយពាក់ព័ន្ធនឹងបញ្ហានេះគឺម្ចាស់សិប្បកម្មឈ្មោះគង់ហុកលេងបានប្រាប់ថាទីតាំងរបស់គាត់គឺមានច្បាប់អនុញ្ញាតលេខ1750ចុះថ្ងៃទី3ខែមេសារបស់ក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលដែលមានសុពលភាពរហូតដល់ថ្ងៃទី3ខែមេសាត្រឹមត្រូវហើយក្នុងករណីខាងលើនេះគឺលោកធាសាវុធបានណែនាំដល់ម្ចាស់សិប្បកម្មខាងលើគឺផ្អាកអាជីវកម្មបណ្ដោះអាសន្នដោយយោងលិខិតលេខ081សចនចុះថ្ងៃទី3ខែកក្កដា2015ហើយបើសិនជាករណីមិនអនុវត្តតាមការណែនាំខាងលើគឺសាលាខណ្ឌសែនសុខនឹងអនុវត្តតាមផែនការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតនិងបាត់បង់ទ្រព្យសម្បត្តិឡើយបាទគាត់ប៉ះពាល់អីគេមិនសម្លេងរំខានទៅដល់អ្នកចិត្តខាងចាយខាងសាលាខណ្ឌហ្នឹងគឺគាត់ឲ្យបិទតាំងពីយូរហើយតែគាត់ពុំបិទទេចាបាទអញ្ចេះណាតាមពិតទៅសិប្បកម្មគឺជាមុខរបរមួយសម្រាប់គ្រួសារដែលគាត់កំពុងតែប្រកបរបរហ្នឹងប៉ុន្តែធម្មតាសិប្បកម្មដែលរំខានដល់អ្នកចិត្តខាងអ្នកត្រូវតែធ្វើយ៉ាងណាកុំឲ្យវាប៉ះពាល់សម្រាប់សម្លេងប៉ះពាល់របៀបបរិស្ថានជុំវិញកន្លែងរស់នៅបាទអញ្ចឹងហើយបើសិនជាសិប្បកម្មរបស់លោកអ្នកបង្កជាសម្លេងនៅកន្លែងមហាជនប្រកាសជាគេមិនអនុញ្ញាតឲ្យទេបាទប៉ុន្តែអាជ្ញាធរក៏ត្រូវតែរកដំណោះស្រាយឲ្យគាត់ដើម្បីជៀសវាងកុំឲ្យនៅពេលដែលគាត់បង្កើតឲ្យមានសិប្បកម្មខ្នាតធំក្តីខ្នាតមធ្យមក្តីតូចក្តីបាទប៉ុន្តែវាសម្រាប់អាជីពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីភាពក្រីក្របាទអញ្ចឹងបើសិនជាបានជាទៅបិទគាត់ឬក៏ទៅណែនាំគាត់អប់រំគាត់សូមឲ្យគាត់រកជំរឿសទី1ថាតើកន្លែងតំណែងបើបន្តឲ្យគាត់នៅទៀតមហាជនគេទទួលយកបានដែរឬទេហើយបើសិនជាអត់មានជំរឿសថានៅកន្លែងនឹងបានទេឲ្យទៅខាងក្រៅតើឲ្យគាត់មានលទ្ធភាពទៅឯណាបើឲ្យគាត់បិទតែម្ដងទៅអានឹងវាហាក់បីដូចជាធ្វើឲ្យគ្រួសារមួយដែលគាត់កំពុងតែរីកចម្រើនបែរជាឲ្យគាត់ទៅជាក្រវិញក្រីក្រវិញចា៎បាទតែអ្នករស៊ីអ្នកម្ចាស់សិប្បកម្មក៏ត្រូវតែយល់ដែរបាទយើងទទួលស្គាល់ហើយថាការប្រកបរបរចិញ្ចឹមជីវិតយើងត្រូវតែវៃឆ្លាតខ្លួនឯងគ្មានអ្នកណាមកជួយយើងទេអញ្ចឹងបើគាត់បានជាធ្វើទៅហើយសូមមេត្តាឲ្យយល់អ្នកចិត្តខាងហើយបងប្អូនអ្នកចិត្តខាងខ្លះពេលខ្លះបើវាតិចតួចទេអធ្យាស្រ័យក៏អធ្យាស្រ័យទៅប៉ុន្តែបើថាវាមិនអាចទ្រាំបានទេអានឹងត្រូវតែជំរឿសវាទៅឆ្ងាយហើយវាធម្មតាទេធម្មតាសូម្បីតែរោងចក្រកាត់ដេរហ្នឹងក៏ដោយរោងកាត់ដេរហ្នឹងជំរឿសដែលត្រូវឲ្យទៅនោះជាក្រុងចា៎ពីព្រោះនៅអាផ្លូវធំនៅក្នុងទីប្រជុំជនវាស្ទះកម្មករពេលចូលរោងចក្រមកម្ដងតាំងរាប់ពាន់នោះមិនស្ទះពេលដែលចេញក៏ស្ទះហើយចុះពេលបាយទឹកអីមានអ្នកលក់តាមផ្លូវតាមអីទៀតកាន់តែស្ទះមែនទែនដូចជានៅម្ដុំទឹកថ្លាអញ្ចឹងឃើញទេដុំទឹកថ្លាមិនផ្លូវសហព័ន្ធរុស្ស៊ីមិនផ្លូវខ្នាតអន្តរជាតិចា៎ដល់អញ្ចឹងទៅរោងចក្រវានៅទីនោះវាធ្វើឲ្យកកស្ទះតែចោលអញ្ចឹងឲ្យបានជាជំរឿសឲ្យកាត់បន្ថយរោងចក្រកាត់ដេរហ្នឹងឲ្យទៅនៅជាក្រុងគឺដើម្បីអញ្ចឹង
bật thôi chắc bà hai chẳng xong oi khang nhà thô khăn đo chùm rư nam mũi ở quạt đâu bà đầm bì oi quạt miền mục bò này làng vinh còn mọi bật tới bắt bong bò bỏ quạt bà hai xong phải chọc trong cõi xong chùm riệp chun nơi xa clay clay xa clay clay ní lực nè cứ đầm bay cùng oi phải chia bò rót nâng thân nặng đặc non mình tây đi ca khác có tranh bao kỳ này rồi đâu ní cứ chia rồi đâu hai tiên và già đấy rồi đâu hai tiên và già lúc nè bật tơ tam flow niên đâu không tam bật ba khai nó chịu xét khai đây giờ bố mông sai hai rình kia lùi kia cứ miên khai cả đà bà prey về nữa sầu miến này prey về miến này bật tay vì sầu miến chờ này có pung cham có pung thống của đoạn sầu miến này và đại chọn trên kia cứ cần đá đó cà phung chám prey về nè đây hai tiền và giá này đây kia không hỏi nè khai tiền tới chlit ở cà phê là đâu nắng cứ hai kia lùi kia vô tới chai với khuôn anh ở chỗ bọn này bà nâng tẹt tao nâng 3-4 là nâng đường bà con bà còn vô tôi cho 3-4 đường bà con đây một cái chỗ 4 ấy cái đang đặt 4 này tại đường 3 bởi nẹ vô tao oi trong cô đau ná nâng đường bà con và mình cho mà nâng đường 3 bà con vấn tay nếu không rật đâu hai tiên và xa đi cứ tay tại miên chung chi ở các con cho bao và chia bộ đoạn khi nhóm ban tập tu nâu ở bò đầm miên pi khang thân nạn độc nôm độc không chú đọt thập 3 để con miên mục miên mọt đâu chưa đọt thập 3 hai miên nè đây tôi cho bao kia cho bao thân nạn độc nôm và to thì hỏi chứ con tu sắp từ tu sắp tới tôi cho mà nó nè bao kia con tu sắp riêu lì rồi mưa lì na để lọ lì na để cà rê đâu riêu tê châu thì tao được hết bạp lố miền xưa bà khi ông nêu chừng môi khот cà lai đi nè nêu chừng môi ai đom đi ai đom luôn và lần đứng ai đom con hai tiên và xa tao khả nó là tao ca trong oi lục chui chỉ thạo về ca chỉ tiên và xa tao buồn thằng phong chỉ bị cháy rồi hai vì rằng chẳng chỉ tiên này chẳng tình tiên ơi ở đây là bây giờ là con của phùng hai tam flow ấy 300 oi tiên này chẳng vì lui tam viên màu nè lúc nè để tao ở rừng vi tam viên nè cứ nè tao tại kịch trà nà thật đừng non để kia tao vô tiên và xa tao rừng ấy 300 tao rô tao kia bị nạp xem tiết cho khuôn anh tao thử bọn khuôn anh ta 300 tao vô lui vì thật đừng non 50 tiết bà to thế là tao bị chia bố rót xong anh đâm xong tiền bà xa mà cu máu xong prênh 30 lít 40 lít ấy chẳng máu nâng chia bố rót tạm bó đưa cả đại cả một cái chai tại vì còn miên nhẹ chi liết ở cái phần tay được biết này cả bao rồi bỏ crom nhẹ nâng xong mọi bọn ôn tới chăm á bà sân chìa quạt bao của chia bó rót cứ quạt bao thá trâu đồng vòn trâu đồng vòn chập chân nào chóm tinh nhạy văn chóm ấy chẳng máu ôi đã lùi tao nước bao của chia bó rót rồi biết này cá trâu đồng vòn phần tay bao chỉ mua được nẹ thóm pi khá nẹ thóm của chanh bao bộ đàn ông này miền mà mơn của miền phèm con của miền đồ lá ở chanh như bên mày ấy ở thì họ bao chỉ mua được một trái đây còn thầu ca lang sạch còn tệ tới còn thà khi hôm nay chỉ mua ai đom đi để ai đom na muối để chỉ nè thư sạch là còn tệ tới vậy còn tệ tới đâu nè mình trai na muối đâu thì họ thể hiện phần ly ba mình trai tam của tháp ban của xuông lâu ở đây ở khi hôm nay chỉ mua nâng ai đom đi ai đom co cho lâu nâng đầm bay ở làng sạ ở bàn căn luôn là lớn cái kia bông mà thưa hai và ta đầm bay ở làng sạ nâng ở việt chắp á ở việt lươn đó nè thợ đạo phần này màu chùm rơi nhỏi trứng xong oi nè này mình trai đi ca bây giờ tiếng con cầm lăng và đạp vào bột cái đây tiếng silver cái đấy nếu pin đây là
គេទូរស័ព្ទថាឲ្យឡើងសាក់ត្រូវការប៉ុណ្ណេះត្រូវការប៉ុណ្ណោះបញ្ជូនលុយតាមវិញត្រូវគិតមិនដែលថ្នាក់ដឹកនាំណាគាត់ទៅប្រាប់ឲ្យបញ្ជូនលុយតាមវិញដើម្បីជាថ្នូរនឹងការឡើងសាក់អញ្ចឹងឯងឧទាហរណ៍និយាយចំបើសិនជាមានមន្ត្រីណាមួយគាត់ចង់បានឡើងសាក់លឿនហើយគាត់បានតំណែងជាមួយថ្នាក់ដឹកនាំណាមួយថាឲ្យឡើងសាក់មិនបើសិនឧបមាថាគេយកលុយមែនគេមិនដែលឲ្យបញ្ជូនតាមវិញទេមកបញ្ជូនផ្ទាល់មកអានឹងបើសិនជាគេយកលុយគឺគេឲ្យមកជួបផ្ទាល់ហើយចាត្រូវការប៉ុណ្ណេះប៉ុណ្ណោះចឹងហើយឥឡូវនេះខ្ញុំសូមរំលឹកខុទ្ទកាល័យរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានចេញសេចក្តីជូនដំណឹងម្ដងរួចមកហើយតាក់ទងនឹងការបោកមន្ត្រីបោកថ្នាក់នគរបាលថ្នាក់កងរាជវុធហត្ថថ្នាក់ទាហានថ្នាក់ដល់ផ្កាយទៀតបោកចុះពេលខ្លះផ្កាយ1មិនតូចជាងផ្កាយ2ផ្កាយ2មិនតូចជាងផ្កាយ3ផ្កាយ3មិនតូចជាងផ្កាយ4ចាអញ្ចឹងវាអាចគេនិយាយមកបោកតគ្នាអញ្ចឹងទៅបាទដល់អញ្ចឹងណែនៅក្នុងការប្រកាសរបស់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសរួចហើយថាបើសិនជាមានអ្នកណាមួយដែលទូរស័ព្ទទៅឲ្យឡើងឋានៈនេះឋានៈនោះឲ្យផ្ញើលុយតាមរបៀបវិញអានឹងសូមតាក់ទងទៅលេខបាទទូទាំងជនសូមយកលេខបាទលេខដែលលោកអ្នកដែលត្រូវចង់ដឹងថាតើសាក់ខ្លួនឡើងមែនអត់ហើយគេយកលុយប៉ុណ្ណឹងអត់អានេះគ្រាន់តែទូរស័ព្ទទៅឲ្យដឹងទេណាមិនមែនទូរស័ព្ទទៅសុំតម្លើងសាក់ទេមិនសុំទៅតម្លើងតំណែងទេបាទមិនមែនទូរស័ព្ទទៅសុំលុយទេប៉ុន្តែចង់សួរព័ត៌មានថាតើពិតអត់ដែលគេទេមកមិញថាឲ្យឡើងសាក់ប៉ុណ្ណេះគេយកលុយប៉ុណ្ណេះផ្ញើតាមវិញបាទឥឡូវកត់គឺទូរស័ព្ទលេខ012 6គុត14ដងបាទនិយាយខ្លីគឺការ៉េ1 012 60ការ៉េ1បាទគេចង់សួរបញ្ជាក់បន្ថែមព្រោះក៏មានអ្នកខ្លះទៀតទូរស័ព្ទទៅបោករឿងកសាងនេះកសាងនោះធ្វើសាលាឆាន់ធ្វើសាលារៀនចាបាទសូមឲ្យអុកញ៉ានេះជួយប៉ុណ្ណេះសូមឲ្យឯកឧត្តមនេះជួយប៉ុណ្ណោះដល់អញ្ចឹងឯកឧត្តមអុកញ៉ាមួយចំនួនគាត់អត់ដឹងឮថានៅជាមួយឯកឧត្តមនោះគឺមេធំរបស់ខ្ញុំដែរអញ្ចឹងអត់អីចុះនេះខ្ញុំបញ្ជូនទៅអត់បានបញ្ជាក់បន្ថែមគេយកទៅបាត់អញ្ចឹងរបៀបទូរស័ព្ទបោកប្រជាពលរដ្ឋគឺរបៀបបោកត្រូវរង្វាន់ចាហើយបោកជាមួយនឹងឋានៈមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគឺបោករបៀបឡើងសាក់ចាធ្វើបុណ្យរបៀបធ្វើបុណ្យចាបាទកសាងអ្វីមួយបាទហើយត្រូវឲ្យយល់តាក់ទងនឹងការបញ្ជូនលុយតាមវិញព្រោះវិញយើងបើកនៅកន្លែងណាក៏បានដែរបាទអញ្ចឹងទេខាងខុទ្ទកាល័យក៏គាត់ធ្លាប់ដែរនេះខ្លឹមសារដែលធ្លាប់ប្រកាសកន្លងមកនេះខុទ្ទកាល័យសម្ដេចអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសសូមជូនដំណឹងដល់សាធារណជនមេត្តាជាថានៅក្នុងរយៈពេលចុងក្រោយនេះមានជនទុច្ចរិតបាននឹងកំពុងធ្វើការឆោបោកតាមទូរស័ព្ទចំពោះមន្ត្រីខេត្តក្រុងនិងកងកម្លាំងប្រដាប់អាវុធដោយភូតកុហកថាខ្លួនធ្វើការនៅក្នុងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីហើយលើកយកលេសមួយចំនួនដូចជាការដំឡើងឋានន្តរស័ក្តិឬដំឡើងឋានៈនិងរត់ការកិច្ចការងារផ្សេងទៀតដើម្បីឆោបោកឲ្យអ្នករងគ្រោះបញ្ជូនប្រាក់កាសឲ្យខ្លួនតាមប្រព័ន្ធវិញបាទខុទ្ទកាល័យសូមជម្រាបជូនមន្ត្រីរាជការខេត្តក្រុងនិងកងកម្លាំងប្រដាប់អាវុធសូមមេត្តាប្រុងប្រយ័ត្នចំពោះអំពើអកតេខាងលើប្រសិនបើទទួលបានការហៅចូលហើយមានការអះអាងពីសំណាក់អ្នកហៅដោយនិយាយថាខ្លួនជាមន្ត្រីខុទ្ទកាល័យហើយសូមឲ្យផ្ទេរប្រាក់មួយចំនួនណាឲ្យខ្លួនដើម្បីកិច្ចការធ្វើអ្វីមួយនោះសូមមេត្តាសួរមកខុទ្ទកាល័យជាមុនសិនដោយទូរស័ព្ទលេខ012 6គុតការ៉េ1បាទសួរណាបាទសួរមកបញ្ជាក់នេះលេខនេះដើម្បីឲ្យបញ្ជាក់សួរឲ្យច្បាស់កុំឲ្យចាញ់បោកគេបាទនេះគឺខុទ្ទកាល័យធ្លាប់ចេញសេចក្តីប្រកាសជូនដំណឹងឲ្យទូទាំងជននិងមហាជនទាំងអស់បានជ្រាបអំពីព័ត៌មាននេះរួចហើយ
bà pua nè báo cái chế báo tam đặc biệt là đâu là đâu ở đâu là đâu bọn ấy cứ là đâu trôi bà xa hai tiên bà xa chẳng khi tự bao xông lươi xông ấy dân tới vô lươi từ thứ tinh tiên bà xa tinh pre như dân tới đó đâu chúng bọc xe từ đâu cái thân bọc xe từ bà là bệnh bọc kì bà tụi tên này chuẩn lên đi phần năng đôi chia vô lên á bà sân chia kia ơi bà chun tam vĩnh từ kết á lươi men chơi là tàu bà chun nghi ọt squad mà nuôi bà tụi tên này chuẩn là lên xong pê xâm rạm tay chân bà tiết với một chục niệm bà tỏ